បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមចូលមកវីដេអូថ្មីមួយទៀតដែលខ្ញុំលើកយកមកនិយាយអំពីបញ្ហាសុខភាពអញ្ចឹងណាបងប្អូនខ្ញុំកាលពីសប្តាហ៍មុនខ្ញុំបានលើកអំពីភេសជ្ជៈកាហ្វេនេះគឺវាផ្ដល់នូវអត្ថប្រយោជន៍សម្រាប់សុខភាពរបស់យើងដែលបងប្អូនអាចចូលទៅមើលក្នុងវីដេអូរបស់ខ្ញុំកាលពីសប្តាហ៍មុនហ្នឹងខ្ញុំនិយាយអំពីកាហ្វេហូបកាហ្វេសុទ្ធមិនប៉ះពាល់ដល់តម្រងនោមទេណាបងប្អូនហើយមិនត្រឹមតែប៉ុណ្ណឹងខ្ញុំនិយាយអំពីអត្ថប្រយោជន៍នៃផ្លែម្រះខ្ញុំនិយាយអំពីស្លឹកទៀបបារាំងអត្ថប្រយោជន៍នៃស្លឹកទៀបបារាំងស្លឹកត្របែកដែលបងប្អូនអាចយកមកធ្វើជាតែបរិភោគហើយបើសិនជាបងប្អូនចង់ដឹងពីអត្ថប្រយោជន៍នៃរុក្ខជាតិឱសថទាំងអស់នេះបងប្អូនអាចចូលទៅមើលនៅក្នុង channel របស់ខ្ញុំមើលនៅក្នុង playlist បងប្អូននឹងឃើញអំពីអត្ថប្រយោជន៍នៃកាហ្វេអត្ថប្រយោជន៍នៃរុក្ខជាតិឱសថដូចជាមានផ្លែម្រះស្លឹកត្របែកស្លឹកទៀបបារាំងនិងមានអត្ថប្រយោជន៍នៃផ្លែល្ហុងហើយផ្លែល្ហុងនេះទៀតសោតបងប្អូនវាមានសារៈសំខាន់មួយធ្វើឲ្យអាហារចាស់របស់យើងនឹងមានភាពទន់ហើយជួយរំលាយអាហារឲ្យអាហារចាស់យើងនឹងទន់ងាយស្រួលបងប្អូនបត់ជើងអញ្ចឹងណាបងប្អូនហើយនៅពេលនេះខ្ញុំលើកពីបញ្ហានេះលើកពីបញ្ហាសុខភាពមកនិយាយនៅពេលនេះគឺខ្ញុំចង់លើកពីជំងឺមួយយ៉ាងដែលវាកើតមានទៅលើមនុស្សដែលមានសុខភាពល្អក៏ប៉ុន្តែបែរជាកើតមានជំងឺនឹងអញ្ចឹងណាបងប្អូនគឺបញ្ហានៃជំងឺនោះគឺហៅថាជំងឺរលាកខ្នែងពោះវៀនបងប្អូនធ្លាប់ដឹងហើយថាជំងឺរលាកខ្នែងពោះវៀននេះសុកវាកើតទៅលើមនុស្សដែលមានសុខភាពល្អក៏ប៉ុន្តែបែរជាមានជំងឺនេះទៅវិញជាហៅថាជំងឺរលាកខ្នែងពោះវៀនអញ្ចឹងណាបងប្អូនហើយខ្ញុំមិនមែនជាអ្នកឯកទេសឬមិនមែនជាគ្រូពេទ្យដែលត្រូវបកស្រាយវែកញែកពីបញ្ហាជំងឺខ្នែងពោះវៀននេះយ៉ាងណានោះទេបងប្អូនខ្ញុំគ្រាន់តែជាអ្នកជូនដំណឹងហើយគ្រាន់តែជាអ្នកស្រាវជ្រាវយកអត្ថបទទាំងអស់នេះធ្វើជាចំណេះដឹងទូទៅសម្រាប់យើងដែលត្រូវសម្រាប់បងប្អូនក៏ដូចជាខ្ញុំមានការចេះដឹងខ្លះអំពីមូលហេតុនៃជំងឺនេះគ្រាន់តែជាចំណេះដឹងទេបងប្អូនមិនមែនជាអ្នកឯកទេសដែលត្រូវបកស្រាយទេអ្នកដែលត្រូវបកស្រាយលម្អិតអំពីអ្នកដែលត្រូវបកស្រាយលម្អិតអំពីបញ្ហាជំងឺរលាកខ្នែងពោះវៀននេះគឺមានតែលោកគ្រូពេទ្យទេដែលគាត់អាចបកស្រាយដែលគាត់អាចនិយាយអំពីបញ្ហាជំងឺនេះមកពីណាហើយត្រូវព្យាបាលយ៉ាងម៉េចបើសិនជាបងប្អូនមានជំងឺទាំងអស់នេះឬក៏មានជំងឺផ្សេងទៀតបងប្អូនមិនត្រូវរកឱសថរុក្ខជាតិណាដើម្បីយកមកផឹកយកមកទទួលទានដើម្បីឲ្យជានោះទេបងប្អូនមានជំងឺបងប្អូនត្រូវតែទៅរកពេទ្យព្យាបាលពីព្រោះឱសថរុក្ខជាតិវាជួយសម្រួលសុខភាពរបស់យើងដែលយើងមិនទាន់ឈឺនោះទេបងប្អូនដើម្បីឲ្យសុខភាពរបស់យើងបានដំណើរការស្រួលយើងអាចហូបឱសថរុក្ខជាតិខ្លះមុនដែលយើងមិនឈឺក៏ប៉ុន្តែបើសិនជាបងប្អូនមានជំងឺហើយជំងឺនោះវាធ្លាក់មកដល់បងប្អូនឈឺបងប្អូនត្រូវតែទៅរកពេទ្យឬមួយត្រូវទៅរកថ្នាំដើម្បីទទួលទានថ្នាំពេទ្យដើម្បីព្យាបាលបងប្អូនឥឡូវនេះខ្ញុំលើកពីបញ្ហាជំងឺរលាកខ្នែងពោះវៀននេះមកអានជូនប្រាប់បងប្អូនឲ្យដឹងជាចំណេះដឹងទូទៅដូចតែខ្ញុំបានប្រាប់ពីខាងលើហើយថាខ្ញុំមិនមែនជាអ្នកឯកទេសគ្រូពេទ្យបកស្រាយរឿងជំងឺខ្នែងពោះវៀននេះលម្អិតឲ្យល្អពោផង់អត់ខ្ចោះនោះទេបងប្អូនខ្ញុំលើកពីបញ្ហាចំណេះដឹងទូទៅហើយចំណេះដឹងទូទៅនេះខ្ញុំយកមកចែកចាយប្រាប់បងប្អូនប្រជាជនខ្មែរយើងលោកយាយលោកតាអ៊ំពូមីងឲ្យបានដឹងខ្លះដើម្បីយើងអាចរស់នៅប្រការទុកជាមុនទៅតាមស្ថានភាពរស់នៅរបស់បងប្អូនចឹងណាបងប្អូនដូច្នេះខ្ញុំសូមអានអត្ថបទទាំងនេះដូចតទៅនេះជំងឺប្រភេទនេះគឺជាចម្ងល់សម្រាប់មនុស្សទូទៅជំងឺរលាកខ្នែងពោះវៀនច្រើនតែវាយប្រហារទៅលើមនុស្សដែលមានសុខភាពល្អឥតខ្ចោះនេះដោយសារតែមិនមែនជាជំងឺដែលបណ្ដាលមកពីសុខភាពឬរបៀបរស់នៅមិនល្អនោះទេប៉ុន្តែវាជាបញ្ហាមេកានិកដែលនាំឲ្យមានការឆ្លងមេរោគមូលហេតុចម្បងនៃជំងឺរលាកខ្នែងពោះវៀនស្ទើរតែគ្រប់ករណីទាំងអស់គឺជាការស្ទះនៅត្រង់មាត់បើកនៃខ្នែងពោះវៀនដែលជាថង់តូចមួយរាងដូចម្រាមដៃ
ដែលតភ្ជាប់ទៅនឹងពោះវៀនធំរបស់អ្នកនៅពេលដែលបំពង់នេះត្រូវបានស្ទះវាបង្កើតនៅបរិយាកាសបិទជិតហើយនោះគឺជាពេលវេលាដែលត្រូវចាប់ផ្ដើមមានបញ្ហាតើអ្វីដែលបណ្ដាលឲ្យមានការស្ទះត្រង់ផ្នែកពោះវៀនសូម្បីតែមនុស្សដែលមានសុខភាពល្អក៏ដោយមានរឿងជាច្រើនដែលបណ្ដាលឲ្យមានការស្ទះនៅត្រង់មាត់បើកនៃផ្នែកពោះវៀននេះចំណុច A បញ្ហាមេកានិកដែលនាំឲ្យមានការឆ្លងមេរោគហើយមេកានិកនេះគឺជាពាក្យបច្ចេកទេសនៅក្នុងវិជ្ជាពេទ្យបងប្អូនយើងមិនអាចបកស្រាយយើងមិនអាចបកបានទេគ្រាន់តែយើងដឹងថាទី1គឺជាបញ្ហាមេកានិកដូច្នេះបងប្អូនចូលមកតាមដានជាមួយនឹងខ្ញុំនៅក្នុងការអត្ថាធិប្បាយពីបញ្ហានេះជាមួយនឹងខ្ញុំយើងនឹងបានយល់ខ្លះៗហើយនឹងបងប្អូនឥឡូវនេះចូលមកដល់ចំណុចទី1គឺអាហារចាស់របស់យើងរឹងបងប្អូនអាហារចាស់នេះគឺខ្ញុំនិយាយពាក្យប្រៀបធៀបទេបងប្អូនអាចមើលនៅលើវីដេអូរបស់ខ្ញុំហើយថាអាហារចាស់នោះគឺជាអ្វីបងប្អូនអាចយល់បានពីព្រោះកាលណាខ្ញុំនិយាយពាក្យចំទៅលើពាក្យអាហារចំទៅលើពាក្យនេះគឺខ្លាចក្រែង YouTube គេប្រកាន់អញ្ចឹងណាបងប្អូនដូច្នេះខ្ញុំក៏និយាយពាក្យប្រៀបធៀបថាអាហារចាស់ដូច្នេះបងប្អូនចំណុចទី1អាហារចាស់របស់យើងរឹងនេះគឺជាមូលហេតុទូទៅភាគច្រើនបំផុតអាហារចាស់រឹងតូចមួយដុំជួនកាលគេហៅថាថ្មខ្នែងពោះវៀនអាចជាប់គាំងនៅត្រង់មាត់បើកនៃខ្នែងពោះវៀនមានលក្ខណៈស្ទះជាប់ដូចជាឆ្នុកនៅក្នុងដបចំណុចទី2ជាលិកា lymphatic ហើមដែលភាសាអង់គ្លេសហៅថា swollen lymph tissues ខ្នែងពោះវៀនរបស់អ្នកដូចជាផ្នែកផ្សេងទៀតនៃពោះវៀនរបស់អ្នកដែរមានជាលិកា lymphatic ដែលជាផ្នែកមួយនៃប្រព័ន្ធភាពស៊ាំរបស់អ្នកប្រសិនបើរាងកាយរបស់អ្នកកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនៅកន្លែងណាមួយក្នុងខ្លួនរបស់យើងសូម្បីតែជំងឺផ្ដាសាយឬជំងឺក្រពះក៏ដោយជាលិកានេះអាចហើមប្រសិនបើជាលិកា lymphatic នៅក្នុងខ្នែងពោះវៀនហើមវាអាចច្របាច់មាត់រុនទ្វារបើកឲ្យបិទជិតចំណុចទី3ការឆ្លងមេរោគដែលភាសាអង់គ្លេសហៅថា infection ពេលនេះការឆ្លងមេរោគវីរុសឬបាក់តេរីនៅក្នុងបំពង់រំលាយអាហាររបស់អ្នកអាចបណ្ដាលឲ្យរលាកឬក៏ហើមដោយផ្ទាល់ដែលនាំឲ្យមានការស្ទះនៅមាត់បើកនៃខ្នែងពោះវៀនចំណុចទី4មូលហេតុផ្សេងទៀតដែលកម្រមានមូលហេតុដែលមិនសូវកើតមានរួមមានដូចជាដង្កូវពោះវៀនដុំសាច់ដែលកម្រនឹងកើតមានមកដល់ចំណុច B ឥទ្ធិពលដូមីណូដែលភាសាអង់គ្លេសហៅថា The Domino Effect ពីការស្ទះដល់គ្រាអាសន្ននៅពេលដែលខ្នែងពោះវៀនត្រូវបានស្ទះខ្សែសង្វាក់នៃព្រឹត្តិការណ៍យ៉ាងឆាប់រហ័សនឹងកើតឡើងចំណុចទី1ការកកកុញកើតឡើងខ្នែងពោះវៀនជាធម្មតាផលិតនៅទឹករំអិលនៅពេលដែលច្រកចេញត្រូវបានស្ទះទឹករំអិលនេះកកកុញបណ្ដាលឲ្យខ្នែងពោះវៀនហើមចំណុចទី2បាក់តេរីកើនឡើងបាក់តេរីដែលរស់នៅដោយគ្មានគ្រោះថ្នាក់នៅក្នុងពោះវៀនរបស់អ្នកឥឡូវនេះត្រូវបានជាប់គាំងនៅផ្នែកខាងក្នុងនៃខ្នែងពោះវៀននៅក្នុងបរិយាកាសក្តៅហើយបិទជិតពួកវាកើនឡើងយ៉ាងឆាប់រហ័សបណ្ដាលឲ្យខ្នែងពោះវៀនហើមចំណុចទី3ការឆ្លងមេរោគនិងការរលាកការលូតលាស់ហួសប្រមាណនៃបាក់តេរីនេះបណ្ដាលឲ្យមានការឆ្លងមេរោគធ្ងន់ធ្ងរការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងបង្កើតការរលាកនិងស្ទះបណ្ដាលឲ្យហើមនិងឈឺចាប់កាន់តែខ្លាំងចំណុចទី4ការផ្គត់ផ្គង់ឈាមត្រូវបានកាត់ផ្ដាច់ការហើមកាន់តែខ្លាំងឡើងរហូតដល់វាច្របាច់សរសៃឈាមឲ្យបិទដោយកាត់ផ្ដាច់ការផ្គត់ផ្គង់ឈាមទៅកាន់
ខ្នែងពោះវៀនចំណុចទី5ការស្លាប់ជាលិកានិងការដាច់រហែកបើគ្មានឈាមទេជាលិកាខ្នែងពោះវៀនចាប់ផ្ដើមងាប់គេហៅថាជាលិកាងាប់ជញ្ជាំងនៃខ្នែងពោះវៀនចុះខ្សោយហើយទីបំផុតអាចផ្ទុះឬក៏រហែកខ្នែងពោះវៀនដែលដាច់គឺជាគ្រាអាសន្នផ្នែកវិជ្ជសាស្ត្រដែលគំរាមកំហែងដល់អាយុជីវិតពីព្រោះវារាលដាលមេរោគខ្ទុះឬក៏អាហារចាស់រាលដាលពេញពោះរបស់យើងនេះគឺជាមូលហេតុដែលជំងឺរលាកខ្នែងពោះវៀនត្រូវព្យាបាលជាបន្ទាន់ហើយជាធម្មតាគេប្រើវិធីវះកាត់យកខ្នែងពោះវៀននោះចេញសរុបសេចក្តីមកមនុស្សដែលមានសុខភាពល្អកើតមានជំងឺរលាកខ្នែងពោះវៀនមិនមែនដោយសារតែពួកគេមិនមានសុខភាពល្អនោះទេប៉ុន្តែដោយសារព្រឹត្តិការណ៍ជាក់លាក់ឬអកុសលមួយគឺការស្ទះមាត់បើកនៃខ្នែងពោះវៀនដែលអាចកើតឡើងចំពោះនរណាម្នាក់ភាគច្រើនដោយសារតែអាហារចាស់របស់យើងរឹងមួយដុំតូចឬការកើតពីប្រតិកម្មនៃប្រព័ន្ធភាពស៊ាំធម្មតារបស់យើងអូខេបងប្អូនឥឡូវនេះការអានរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយបងប្អូនបើសិនជាខ្ញុំយល់ថាបងប្អូននឹងអាចយល់បានខ្លះៗអំពីបញ្ហាជំងឺរលាកខ្នែងពោះវៀននេះដែលតែងតែកើតមានទៅលើមនុស្សដែលមានសុខភាពល្អក៏ប៉ុន្តែយើងដឹងហើយថាអាហារចាស់របស់យើងរឹងគឺវាពាក់ព័ន្ធទៅនឹងការហូបចុករបស់យើងដែរណាបងប្អូនដូច្នេះខ្ញុំសូមលើកទឹកចិត្តបងប្អូនឧស្សាហ៍ហូបបន្លែឲ្យបានច្រើនបន្លែគឺវាធ្វើឲ្យអាហារចាស់របស់យើងនឹងវាទន់ហើយយើងងាយនឹងបត់ជើងដែលធ្វើឲ្យពោះវៀនរបស់យើងបានស្រួលហើយកាលណាយើងហូបបន្លែច្រើនវាជួយយើងច្រើនណាស់នៅក្នុងការរំលាយអាហារអញ្ចឹងណាបងប្អូនដូច្នេះការអានរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយបើសិនជាមានការឆ្គាំឆ្គងក៏សូមបងប្អូនអធិស្ឋានសូមជម្រាបលា